ចាសួស្តីអ្នកទាំងអស់គ្នាអញ្ចឹងយើងមកមើលវិញ្ញាសាលេខ96 topic 2ម្ដងទៀតនៅទំព័រលេខ3ណាសំណួរទី3អញ្ចឹងគេដាក់ថា 최소 다크야 등의 식품을 전기적으로 배달받는 서비스가 인기를 끌며 최근 4년간이 이용자가 꾸준히 증가하고 있습니다. 이 서비스를 이용하는 이유는 신선하고 품질이 좋아서 가장 많았으며 가격이 합리적이어서 편리해서가 그 뒤를 이었습니다. អញ្ចឹងតកតងជាមួយនឹងនេះសែមនឹងធ្វើការបកប្រែពាក្យនីមួយៗសិនអញ្ចឹងពាក្យថា 제소 មានន័យថាបន្លែ 닭향 គឺស៊ុត 식품 ប្រភេទអាហារ 정기적 គឺទៀងទាត់ 배달 សេវាកម្មដឹកជញ្ជូន 받다 ទទួល 서비스는 គឺសេវាកម្ម 인기를 크다 ពេញនិយម 최근 ថ្មីៗ 4년간 រយៈពេល4ឆ្នាំ 이용자 អ្នកប្រើប្រាស់ 꾸준히 ស្ថិរភាពឬក៏ថិតថេរ 증가하고 있습니다. មានន័យថាកើនឡើង 이 서비스 សេវាកម្មនេះ 이용하는 គឺមានន័យថា 이용하는 이유 យើងបកប្រែជាមួយគ្នាតែម្ដងទៅគឺមូលហេតុនៃការប្រើប្រាស់ 신선하고 신선하다니គឺស្រស់ស្រស់ 품질 គុណភាព 좋아 មានន័យថាល្អ 가장 많았다 មានន័យថាមានច្រើនណាច្រើន 가격 តម្លៃ 합리적 គឺសមស្របសមរម្យ 편리하다 មានន័យថាគឺងាយស្រួលភាពងាយស្រួល 그뒤를 이었습니다. មានន័យថាគឺបន្ទាប់មកណាចាអញ្ចឹងនៅក្នុងអត្ថបទនេះគឺគេនិយាយអំពីក្នុងរយៈពេល4ឆ្នាំថ្មីៗនេះមានអ្នកប្រើប្រាស់កើនឡើងដោយពេញនិយមទៅលើសេវាកម្មដែលទទួលបានការដឹកជញ្ជូនយ៉ាងទៀងទាត់ប្រភេទជាមួយនឹងប្រភេទអាហារដូចជាបន្លែហើយនិងស៊ុតមូលហេតុនៃការប្រើប្រាស់សេវាកម្មនេះគឺដោយសារតែភាគច្រើនគឺដោយសារតែភាពស្រស់ៗហើយនិងគុណភាពល្អតម្លៃសមរម្យហើយបន្ទាប់មកនោះគឺភាពងាយស្រួលអញ្ចឹងបើសិនយើងមើលរូបទី1ក្រាបយើងគេដាក់ថា Shopee EU 이용자 수 មានន័យថាចំនួនអ្នកប្រើប្រាស់អញ្ចឹងកន្លែងនេះគឺចាប់ផ្ដើម2020មកគឺចាប់ផ្ដើមចុះនៅ2021 22ហើយបានកើនឡើងនៅ2023អញ្ចឹងនេះគឺអត់ត្រឹមត្រូវទេតែបើយើងមើលទី2គេដាក់ថា Shopee 이용자 수 ចំនួនអ្នកប្រើប្រាស់ឆ្នាំ2020កើនឡើងទៅឆ្នាំ2021 22កើនឡើងទៀត23គឺកើនឡើងទៀតអញ្ចឹងរយៈពេល4ឆ្នាំនេះគឺកើនឡើងរហូតអញ្ចឹងបើយើងមើលក្រាបទៅវាស្តៀងនឹងកន្លែងនេះ 최근 4년간 이용자가 꾸준히 증가하고 있습니다. អញ្ចឹងចំនួនអ្នកប្រើប្រាស់ហ្នឹងគឺកើនឡើងរយៈពេល4ឆ្នាំថ្មីៗនេះចាអញ្ចឹងទី2ត្រឹមត្រូវណាចាបើសិនបើយើងមើលទី3ទៀតគេដាក់ថា Service 이용하는 이유 មូលហេតុនៃការប្រើប្រាស់ទី1គឺគេនិយាយថា 가격이 합리적이어서 អញ្ចឹង 11% អញ្ចឹងកន្លែងនេះគឺតកតងជាមួយនឹងតម្លៃ 21% 신선하고 품질이 좋아서 អញ្ចឹងតកតងជាមួយនឹងកន្លែងនេះតកតងជាមួយនឹងភាពស្រស់ហើយនិងគុណភាពគឺ 43% ចាបន្តមកទៀតគឺ 편리해서 ណាចាឥឡូវយើងមើលកន្លែងនេះវិញ 서비스를 이용하는 이유는 신선하고 품질이 좋아서 그 21%. 가격이 합리적이어서는 그 43%. អញ្ចឹងកន្លែងនេះគឺអត់ត្រឹមត្រូវទេព្រោះដោយសារតែគេដាក់ថាអីគេ 신선하고 품질이 좋아서는 그ច្រើនជាងគេ ចាអញ្ចឹងកន្លែងនេះវាត្រឹមត្រូវប៉ុន្តែកន្លែងនេះអត់ត្រឹមត្រូវវិញណាពីរនេះអត់ត្រឹមត្រូវវិញដល់ពេលយើងកន្លែងនេះគេដាក់ថា 합리 편리해서 그 36 អញ្ចឹង36នេះអត់ត្រឹមត្រូវទេព្រោះដោយសារតែ 편리해서 ហ្នឹងគឺនៅក្រោយគេអញ្ចឹងអត់ត្រឹមត្រូវទេវាត្រូវតិចជាងកន្លែងផ្សេងចាអញ្ចឹងចម្លើយដែលត្រឹមត្រូវគឺលេខ 2ណាចាឥឡូវយើងមើលពាក្យដែលសែមសរសេរនៅកន្លែងនេះគេដាក់ថា 식품 អាហារណា 정기적 ទៀងទាត់ 배달받는 서비스 សេវាកម្មទទួលដឹកជញ្ជូនបន្ទាប់មកគឺ 인기를 크다 ពេញនិយម 최근 ថ្មីៗ 꾸준히 គឺស្ថិរភាព 품질នេះគឺគុណភាព 합리적 សមស្របសមហេតុផល 편리해서 ចុងក្រោយនេះ
គឺភាពងាយស្រួលណាចាអញ្ចឹងតើតើជាមួយនឹងលំហាត់លេខ4នៅក្នុងភាសាលេខ96នៃ topic 2យើងបានបញ្ចប់ហើយយើងជួបគ្នានៅវីដេអូក្រោយទៀតអរគុណចំពោះការទស្សនាជួបគ្នាវីដេអូក្រោយបាយបាយ